យោធាថៃឬយោធាចៅកំពុងបន្តបំផ្លាញផ្ទះសម្បែងនិងលួចប្លន់ទ្រព្យសម្បត្តិពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបង្ហាញផតាងដែលយោធាថៃប្រព្រឹត្តបទល្មើសលួចប្លន់ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនហ៊ុំព័ទ្ធកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃមានប្រសាសន៍នៃអង្គការធ្វើសេចក្តីថ្លែងការណ៍ស្តីពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានភាពកម្ពុជាថៃនៅវេលាថ្ងៃត្រង់ថ្ងៃច័ន្ទទី5ខែមករាឆ្នាំ2026នៅទីស្តីការគណៈរដ្ឋមន្ត្រីអាយដាមប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសាធារណជននិងសហគមន៍អន្តរជាតិនៅចំណុចគន្លឹះចំនួន6ដើម្បីបង្ហាញពីចំហយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងសកម្មភាពបំពានច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិនិងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃនៅលើដែនអធិបតេយ្យរបស់កម្ពុជាចំណុចទី1រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តចូលជើងនិងកាន់កាប់ជាក់ស្ដែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជានៅតំបន់មួយចំនួនតាមបណ្ដោយព្រំដែនដែលជាអំពើខុសច្បាប់និងគ្មានមនុស្សធម៌ទាល់តែសោះក្រោមច្បាប់អន្តរជាតិចំណែកការកាន់កាប់និងបន្តកាន់កាប់តាមរយៈការគម្រាមកំហែងនិងការប្រើប្រាស់កម្លាំងគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទាំងស្រុងទី2ការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាលនិងការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះផ្ទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងដែលមានការពីពេកកន្លងមកចំណែកឯការដាក់ពង្រាយទូកុងតឺន័រការរីកបន្លាលួសឬដោតទង់ជាតិគឺជាសកម្មភាពបំពានលើខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដែលមិនអាចទទួលយកបានឡើយទី3ទាហានថៃបាននឹងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសម្ដៅគោលដៅស៊ីវិលកាលពីក្នុងកំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ផងនិងបន្តបំផ្លាញដោយកម្លាំងគ្រឿងចាក់និងកម្លាំងមនុស្សក្រោយពេលបទជបាញ់ចូលជាធរមានលើពីនេះទាហានថៃថែមទាំងបានពាត់យកដីធ្លីនិងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើនហើយបាននឹងកំពុងបំផ្លាញចោលជាបន្តបន្ទាប់និងបានលួចប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុតអំពើនេះបានធ្វើឲ្យបាត់បង់និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ចំណុចទី4អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិនិងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃនិងទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអារិភាពបែបនេះនិងសូមភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិទី5កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់មិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកនិងសូមបញ្ជាក់ជូនដែរថាកម្ពុជាមិនទទួលស្គាល់នៅការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយទី6ការដាក់ពង្រាយទូកុងតឺន័រនិងរាយបន្លាលួសក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់
បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាខណៈដែលការវាយកំទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិកាន់តែអាក្រក់ជាងនេះទៅទៀតផុសតាងបានបង្ហាញថាយោធាថៃបានប្រព្រឹត្តបទល្មើសលួចប្លន់ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហុំព័ទ្ធដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាននិងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិចុះប្រិមិត្តគិតថាយោធាថៃក្រៅពីហៅថាយោធាចោរតើមានឈ្មោះអ្វីដាក់ឲ្យស័ក្តិសមក្រៅពីនេះទៀតដែរឬទេខ្ញុំបាទណារ៉ាពីកម្មវិធី60